ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនមកទស្សនាសារមន្ទីរជាតិចាស់សារមន្ទីរជាតិគឺជាសារមន្ទីរដ៏ធំបំផុតនិងសំខាន់បំផុតរបស់ប្រទេសកម្ពុជាដែលស្ថិតនៅក្នុងរាជធានីភ្នំពេញក្បែរព្រះបរមរាជវាំងសារមន្ទីរនេះត្រូវបានបើកសម្ពោធជាផ្លូវការនៅឆ្នាំ1920និងមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណដ៏ស្រស់ស្អាតសារមន្ទីរជាតិគឺបើកជារៀងរាល់ថ្ងៃចាប់ពីម៉ោង8ដល់ម៉ោង5ល្ងាចរៀងរាល់ថ្ងៃហ្នឹងគឺថ្ងៃសៅរ៍អាទិត្យក៏បើកថ្ងៃបុណ្យក៏បើកដែរបងប្អូនហើយសំបុត្រសម្រាប់ជនជាតិខ្មែរយើងតម្លៃតែ500រៀលទេហើយសម្រាប់ជនបរទេសអាយុក្រោម18ឆ្នាំដូចជាប្រហែលជា$5តាមខ្ញុំចាំហើយបើចាប់ពី18ឆ្នាំឡើងទៅគឺម្នាក់$10ហើយកាលពីមុនសារមន្ទីរជាតិយើងមានវត្ថុតាំងហ្នឹងតែជាង1000ទេតែឥឡូវសប្តាហ៍ថ្ងៃនេះគឺមានជិត20000ហើយជិត20000វត្ថុណាហើយវត្ថុបុរាណទាំងអស់នោះគឺធ្វើអំពីប្រាក់ធ្វើអំពីមាសធ្វើអំពីថ្មធ្វើអំពីសំរឹទ្ធធ្វើអំពីស្ពាន់ធ្វើអំពីឈើក៏មានដែរហើយចំណែកការតាំងពីឆ្នាំ1920ពេលដែលសម្ពោធជាផ្លូវការលើកដំបូងហ្នឹងគឺឈ្មោះហ្នឹងជាភាសាបារាំងទេតែរយៈក្រោយមកទៀតនៅឆ្នាំ1953គឺដាក់ឈ្មោះថាសារមន្ទីរជាតិកម្ពុជាតែដល់នៅឆ្នាំ1966គឺប្រធានគ្រប់គ្រងសារមន្ទីរជាតិហ្នឹងគឺជាជនជាតិខ្មែរពីមុនគឺប្រធានជាជនជាតិបារាំងអញ្ចឹងណាប៉ុន្តែដល់ឆ្នាំ1966ហ្នឹងគឺប្រធានគ្រប់គ្រងគឺជាជនជាតិខ្មែរឥឡូវនេះយើងចូលមកទស្សនាខាងក្នុងសារមន្ទីរជាតិទាំងអស់គ្នាប្រាសាទធំកោះកេរខេត្តព្រះវិហារស្មាំងគោរចនាបថកោះកេរពាក់កណ្ដាលទី1សតវត្សទី10គ្រុឌសត្វគ្រុឌរូបគ្រុឌនេះជាកំពក់គ្រែឬក៏អង្រឹងស្នែងលម្អរូបនាគហើយគឺជារចនាបថអង្គរវត្តនៅសតវត្សទី12ហើយធ្វើពីសំរឹទ្ធនេះជើងទៀនធ្វើពីសំរឹទ្ធនេះគេហៅជើងទៀនធ្វើនៅសតវត្សទី19ទី20អាសគេដាក់ថាសំរឹទ្ធដែកហើយខាងនេះដាក់សំរឹទ្ធទេនេះគឺរូបមនុស្សប្រុសទ្រជើងទៀនហើយនេះគឺរូបយក្សទ្រជើងទៀនហើយចំណែកនេះគឺមនុស្សស្រីទ្រជើងទៀនមនុស្សស្រីទ្រជើងទៀនសម័យថ្មីសតវត្សទី19សំរឹទ្ធកលៃមាសសំរឹទ្ធកលៃមាសនេះជាប្រអប់ស្លារូបកង្កោបប្រអប់ស្លារូបកង្កោបនៅលង្វែកកំពង់តឡាចខេត្តកំពង់ឆ្នាំងសម័យកណ្ដាលសតវត្សទី17និងសតវត្សទី17ទី18ហេតុស្ពាន់ធ្វើអំពីស្ពាន់ដំឡប់ក្រមួនរាងការឈូសនេះដំឡប់ក្រមួននេះក៏ដំឡប់ក្រមួនដែរអកកំបោរពីសម្រាប់នេះសូមដាក់លូសម្រាប់ដាក់លូអកកំបោរដែរ
ពីសម្រាប់ដែរនេះគេហៅថាពូជមានគម្របសតវត្សទី19និងទីសតវត្សទី19ទី20ធ្វើអំពីស្ពាន់ខាងនេះពូជមានគម្របដែរប៉ុន្តែសម្រាប់វែកបាយធ្វើអំពីប្រាក់តលសម្រាប់តលខាងមុខនេះសម្រាប់តលធំនេះគឺប្រាក់អេនេះក៏វែកបាយដែរវែកបាយសម្រាប់វែកបាយតូចស្ពាន់ហើយតលនេះសម្រាប់ដែរតលនេះតូចជាងតលក្តារបន្តិចអានេះក៏វែកបាយដែរនេះវែកបាយរឿងចេះនេះគេហៅកណ្ដឹងដំរីសម្រាប់ហើយនេះក៏កណ្ដឹងដំរីដែរសម្រាប់ដែរនេះកណ្ដឹងកណ្ដឹងអីទេអត់ដាក់អក្សរតែធ្វើពីសម្រាប់ដែរនេះកណ្ដឹងដំរីដែរនេះក៏កណ្ដឹងដំរីដែរចំណែកមួយនេះគឺកណ្ដឹងគោនេះកណ្ដឹងគោក្បាច់លម្អផ្កាឈូកក្តារនេះក្បាច់លម្អផ្កាឈូកសម័យអង្គរសតវត្សទី10សម្រាប់សេចក្បាច់ខ្មែរបងប្អូននេះគឺបំណែកជញ្ជាំងសម័យអង្គរនេះបំណែកជញ្ជាំងសម័យអង្គរធ្វើអំពីសម្រាប់ខាងលើនេះគឺជាជើងទម្រប្រាសាទបឹងមាលាស្វាយលើសៀមរាបនៅក្នុងសម័យអង្គររចនាបថអង្គរវត្តសតវត្សទី12ជើងទម្រស្អាតនេះកូនតាំងនេះកូនតាំងហើយក្បាច់លម្អបំណែកត្រីសូលក្បាច់លម្អក្បឿងរោមស្បូវនេះគេហៅថារករូបគ្រុឌនេះតូចនេះរករូបគ្រុឌចុងសតវត្សទី12ដើមសតវត្សទី13សម្រិទ្ធទឹកមាសស្រយើរូបនាគម៉ូដខុសគ្នាទី12ទី13នេះគឺជាក្បាច់លម្អស្រោបសាំងនេះគឺក្បាច់លម្អស្រោបសាំងសម្រាប់នេះជើងទម្រសាំងដងកណ្ដឹងជ្រែនេះហើយកណ្ដាលនោះដងកណ្ដឹងរូបព្រះនរាយណ៍គង់លើគ្រុឌនោះព្រះនរាយណ៍គង់លើគ្រុឌរូបទូចកណ្ដាលគេ
ងបាយក្បាច់ស៊ុំក្បាច់ស៊ុំរកបងប្អូននេះរកទីសម្រាប់ទាញឡើងលើចឹងមានកងវល់ក្នុងហ្នឹងគេហៅថារតព្រះរាជវាំងអង្គរធំខេត្តសៀមរាបនៅសម័យអង្គរនេះចង្កំបាច់លំអចុងវៀនបាច់ត្របកឈូកបាច់លំអចុងវៀនលំអក្បាលនេះបាច់លំអក្បាលនេះបាច់លំអក្បាលនេះប្រជុំរូប3ហើយកណ្ដាលនោះគឺសឹងនេះគឺកញ្ចក់ឆ្លុះមុខបងប្អូនកញ្ចក់ឆ្លុះមុខពីដើមគឺបែបនេះគឺតែកញ្ចក់ឆ្លុះមុខដូចថាមិនឃើញពិតដូចយើងទេគ្រាន់តែវាដូចថាវាសម្មោលអត់ឃើញច្បាស់ដូចយើងហើយចំណែកកញ្ចក់នេះគឺមានដងកាន់ទៀតនេះហើយធ្វើអំពីសម្រិតគឺបំពាក់ទម្រង់រូបនាគបាច់ត្របកឈូករចនាបថបាយ័នដើមសតវត្សទី13កណ្ដាលនោះគឺក្បាច់គ្រឿងបំពាក់ទម្រង់ក្បាច់ត្របកឈូកខាងនេះគឺនាគក្បាល3ខាងនេះគឺក្បាលនាគក្នុងសម័យអង្គរខាងក្រោមនេះគឺក្បាច់លម្អចុងវៀនក្បាច់លម្អរូបគ្រប់កងអង្រឹងស្មែងនេះគឺគ្រឿងលម្អបង្គាសេះបាខ្សែក្រវាត់គ្រឿងលម្អបង្គាសេះឬគោនេះនេះគឺក្បាលខ្សែក្រវាត់កងដៃជំនាន់ដើមបងប្អូនធ្ងន់ណាស់សម្រាប់កងដៃនឹងសើកងដៃហ្នឹងមានកងខ្លះក្បាច់កងខ្លះអត់ខាងនេះលាតអត់មានក្បាច់ទេពុំអលង្ការពុំសម្រាប់ធ្វើគ្រឿងអលង្ការខាងនេះកងមានក្បាច់កងខ្ញុំមានក្បាច់ដែរខាងនេះកងមានក្បាច់អូខាងនេះដូចរបស់ខ្ញុំហ្មងនេះខ្ញុំធ្វើអាកដានេះក្បាច់ហើយតមកអត់ហើយនឹងអាខាងនេះមុខទល់គ្នានេះក្បាច់ចឹងដែរខាងនេះក៏ចឹងដែរពុំឈ្មោលពុំញីខាងលើដាក់សាំងភ្នំបាយ៉ង់រីវងខាងកែវ
chiên lỡ sự ta chiên ô chiên nó bằng grah nè thông cái đá nó đầy cái nó thông bông nái chiên cầm bật sniệt mưa cầm bật sniệt ui trong thông chiên thuê nó có chiên thuê vậy biết chỗ đi mà chiên tàu bằng ơn rụt tàu chô nênสมัยก็สำหรับวิปราสาทจำลองสำหรับจรลุเมียแต่มันสกอประพบมันสกอสมัยกาเตะเป็นสมัยกานาเตะขนมลูกก็ปราสาทจำลองได้ส้มทวีปราสาทต่อส้มทวีปราสาทก็คือจะบ่มไม้สอปราสาทบ่มไม้สอปราสาทลองทวีเรนโลกไกโซร้องระบายกระดาษแก้วแฉรก็เลยทุกอย่างมันปะอุดอีกลืมปะอุดมันลืมทุกอย่างเลยหรือกระดาษเก็บบัตรไทยบัตรดักลืมจังนะนี่ก่อนก็ลืมเลยมาจากอามกันละนี่ก่อนแบบโซกบัตรทุกอย่างจังนะแต่ไปบ้าบัตรปะอุดบ้าดอกนั่งเจนจังผมจะบองปอนนี่เกหาทาซาประพุทธรูปคือในขนมซานั้นคือสไตล์ประพุทธรูปแต่มาดองเป็นประพุทธรูปจราอังในที่นี้เป็นประน้องตรงกลืนในศตวรรษที่16สมตุปะอังสมตุบุเปะบระขมายสมทอดรุทวิตโอสมทวิตโอตกเอาโกนขมายจำนวนกลายบ้านเมื่อก็ไตรไอ้กรมประกายประกันประอังโดนตระกลางประกายសូមព្រះពុទ្ធរូបដែលខ្ញុំបានឃើញកាន់តែមានមហិទ្ធិឫទ្ធិខ្លាំងពូកែជាងមុនធំជាងដើម្បីថែរក្សាការពារទឹកដីខ្មែរឲ្យគង់វង្សរីកចម្រើនខ្លាំងក្លាជានិច្ចនិរន្តរ៍ព្រះពុទ្ធពុទ្ធបិណ្ឌបានរូបនេះគឺព្រះពុទ្ធបិណ្ឌបាន
ទ្រង់គ្រឿងអភយមុទ្រានេះជាកៃតម្បាញរបស់ខ្មែរជើងគៀតនេះរហាត់ខាខាងនេះគេហៅថាជើងគៀតចំណែកខាងនេះវិញគឺជាក្រមាដែលវែងជាងគេលើពិភពលោកប្រហែល1149គឺ8ម៉ែត្រប្រអប់ត្រាប្រអប់ត្រាគាត់ប្រអប់នេះគឺតុកខាងនោះប្រអប់ត្រាខាងនេះជើងពៀននេះក៏ប្រអប់ត្រាដែរនេះជើងពៀនប្រអប់កំបាវទៀតខាងនេះជើងស្រាលពោឆ្នាំកំសៀវស្អាតខ្លាំងនេះប្រណាសម្រាប់កាត់ស្លាគឺមូលហើយយើងពុះវាយកប្រណានេះកាត់ដោយសារខ្ញុំធ្លាប់មានយាយខ្ញុំគាត់ហូបស្លាហើយគាត់ប្រើប្រណាហ្នឹងព្រះពុទ្ធសមាធិខាងនេះគឺព្រះពុទ្ធផ្ចាញ់វាព្រះពុទ្ធសមាធិហើយកដាលគឺព្រះពុទ្ធផ្ចាញ់ខាងក្រៅចាស់បងប្អូនព្រះពុទ្ធរូបហើយនឹងរបស់របរប្រើប្រាស់របស់មនុស្សចំនួនដើមពីសម័យមុនហ្នឹងនៅមានច្រើនទៀតខ្ញុំថតអត់អស់ទេបងប្អូននៅច្រើនណាស់ដូច្នេះបងប្អូនអាចមកទស្សនាបន្ថែមបានម្យ៉ាងទៀតបងប្អូនការទស្សនាសារមន្ទីរជាតិគឺមានសារៈសំខាន់ណាស់ព្រោះជាកន្លែងអភិរក្សនិងថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរមួយទៀតជាកន្លែងសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនិងបុរាណវិទ្យាអប់រំយុវជននិងសាធារណជនឲ្យយល់ដឹងអំពីអរិយធម៌ខ្មែរ
ម្យ៉ាងទៀតគឺអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកស្វែងយល់ពីវប្បធម៌របស់កម្ពុជាយើងសរុបមកគឺសារមន្ទីរជាតិកម្ពុជាគឺជាឃ្លាំងដ៏មានតម្លៃសម្រាប់រក្សាទុកនិងបង្ហាញស្នាដៃវប្បធម៌និងវត្ថុបុរាណរបស់ជាតិដែលឆ្លុះបញ្ចាំងពីអរិយធម៌និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរឥឡូវនេះយើងចេញមកខាងក្រៅវិញហើយមកដល់ហ្នឹងគឺមានគេតាំងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនដែលធ្វើដោយខ្មែរដូចថាជាធ្វើដោយដៃជាច្រើនគឺធ្វើដោយដៃសឹងតាទាំងអស់នេះសិតតានិយាយទៅធ្វើដោយដៃសិតតែជារបស់ខ្មែរច្រើនហើយស្អាតហើយតម្លៃក៏មិនថ្លៃដែរបងប្អូនមានរូបគំនូរមានអីជាដើមដូច្នេះបើបងប្អូនមានពេលបងប្អូនអាចមកលេងមកមើលវត្ថុបុរាណរបស់ខ្មែរយើងតាមសម័យកាលនីមួយៗអរគុណច្រើនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អទៅណាមកណាសូមប្រកបដោយសុវត្ថិភាពគ្រប់ពេលវេលានៅព្រះជន្ម35ព្រះវស្សាព្រះពុទ្ធជោគរនិព្វាននៅព្រះជន្ម80ព្រះវស្សានៃឆ្នាំ543មុនគ្រិស្តសករាជចាសួស្តី